كسكاي خوات شانكاي البرابة អ្នកទាំងអស់គ្នាមានអ្នកគេស្គាល់គាត់គាត់នេះគឺជាបុរសដែលមានកម្ពស់ខ្ពស់ជាងគេបំផុតនៅក្នុងពិភពលោកខ្ញុំជឿថាទាំងអស់គ្នាច្រើនដែលបានស្គាល់គាត់ចឹងអ្នកទាំងអត់មិនស្គាល់ទេអាចមើលវីដេអូរបស់ខ្ញុំបានដោយគាត់មានឈ្មោះថាស៊ូតានកូសែនកាលនៅថ្ងៃទី10ខែធ្នូឆ្នាំ1982នៅក្នុងទីក្រុងម៉ាឌីននៃប្រទេសទូគីគូសែនក៏មានកម្ពស់ខ្ពស់ខ្លាំងមែនទែនអស់គ្នារហូតដល់ 2.51 ម៉ែត្រអស់គ្នាគឺថាខ្ពស់ខ្លាំងមែនទែនហ្មងមូលហេតុដែលគាត់មានកម្ពស់ខ្ពស់ណាស់នឹងអស់គ្នាគឺដោយសារតែគាត់មានជំងឺមួយយ៉ាងដែលមានឈ្មោះថា JNT ដែលបណ្ដាលមកពីខួរក្បាលបញ្ចេញអរម៉ូនលូតលាស់ច្រើនពេកអស់គ្នាអញ្ចឹងហើយបានធ្វើឲ្យគាត់លូតកម្ពស់ឈប់ឈរអញ្ចឹងណាអស់គ្នាហើយគូសែនក៏បានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកដើម្បីធ្វើការព្យាបាលអស់គ្នាហើយលទ្ធផលនៃការព្យាបាលរបស់គាត់នឹងធ្វើឲ្យគាត់នឹងឈប់លូតលាស់បន្តទៀតអស់គ្នាហើយសុខភាពរបស់គាត់គឺប្រសើរឡើងជាងមុននៅថ្ងៃទី8ខែកុម្ភៈឆ្នាំ2011គូសែនក៏បានបំបីកំណត់ត្រា Guinness World Record ដែលបានឈ្នះក្លាយជាបុរសដែលមានកម្ពស់ខ្ពស់ជាងគេបំផុតនៅក្នុងពិភពលោកហើយកំណត់ត្រារបស់គាត់នឹងគឺឈ្នះក្លាយជា Tallest Living Man ដែលក្លាយជាបុរសដែលមានកម្ពស់ខ្ពស់ជាងគេបំផុតក្នុងពិភពលោកហើយនៅរស់ដល់សប្តាហ៍ថ្ងៃនឹងអ្នកគ្នាអាចស៊ើបមើលរកគាត់បានអ្នកគ្នានៅលើអ៊ីនធឺណិតអ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំងអ្នកគ្នាគឺគូសែនក៏ពាក់វិជើមានលេខរហូតដល់60បូកអ្នកគ្នាគឺថាធំខ្លាំងមែនតើហ្មងណាហើយក៏មានផលវិបាកខ្លាំងមែនតើក្នុងការពាក់ខោអាវក្នុងការធ្វើដំណើរដោយយានយន្តអីចឹងទៅអ្នកគ្នាគូសែនក៏បានធ្វើដំណើរទៅកាន់ប្រទេសជាច្រើនអ្នកគ្នាដើម្បីចែករំលែកពីបទពិសោធន៍ជីវិតរបស់គាត់អ្នកគ្នាទៅកាន់មនុស្សជុំវិញខ្លួនអីចឹងទៅចឹងអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះគូសែនកុំភ្លេចខមមិននៅក្នុងវីដេអូរបស់ខ្ញុំ